សុភាសិតមួយបាននិយាយថាចំពោះស្ត្រីដែលរៀនសូត្របានចេះដឹងគូដែលស័ក្តិសមនឹងនាងមិនមានច្រើននោះទេបើយើងនិយាយពីអ្វីមួយដែលកាន់តែល្អឬកាន់តែមានគុណភាពជាទូទៅមនុស្សច្រើនណាស់ដែលបែតតីនឹងប្រាថ្នាចង់បានដោយឡែកចំពោះមនុស្សស្រីដែលមានគុណភាពផ្នែកចំណេះដឹងបរិសុទ្ធដែលស័ក្តិសមជាគូនឹងនាងបែរជាមិនមានច្រើនទៅវិញខ្ញុំគិតថាគួរតែបកស្រាយតាមផ្នែកផ្នត់គំនិតបុរាណមួយជ្រុងនិងតាមបែបតក្កវិជ្ជាមួយជ្រុងតាមផ្នែកគំនិតបុរាណមួយជ្រុងតូចប៉ុណ្ណោះដែលបរិសុទ្ធមួយចំនួនគិតថាស្ត្រីជាប្រពន្ធនៅពេលដែលមានចំណេះដឹងខ្ពស់ជាងប្តីខ្លាំងពេករមែងតែងត្រួតប្តីធ្វើឲ្យបាត់បង់តម្លៃស្វាមីដែលជាមេគ្រួសារតែសម្រាប់ខ្ញុំគួរតែបដូរពាក្យថាត្រួតប្តីមកជាពាក្យជួយយឹតយងប្តីវិញកាលដែលនាងមានចំណេះដឹងខ្ពស់នេះហើយទើបនាងប្រើចំណេះដឹងមកជួយយឹតយងប្តីយឹតយងដោយជួយស្ដីណែនាំគ្នាជួយបង្ហាញផ្លូវគ្នាថាអ្វីគួរនិងអ្វីមិនគួរប៉ុន្តែដោយសារមនុស្សខ្លះប្រកាន់នៅផ្នត់គំនិតមួយជ្រុងតូចនេះនៅក្នុងគ្រួសារប្តីមានអំណាចធំជាងប្រពន្ធទើបចេះតែគិតថាស្ត្រីមានចំណេះខ្ពស់អនាគតមុខតែត្រួតលើប្តីមិនខាននេះក៏ជាហេតុដែលបរិសុទ្ធមួយចំនួនមិនហ៊ានប្រាថ្នាស្ត្រីមានចំណេះដឹងជាងខ្លួនបើគិតតាមបែបតក្កវិជ្ជាវិញចំពោះស្ត្រីដែលរៀនសូត្របានចេះដឹងគួរដែលស័ក្តិសមនឹងនាងមិនមានច្រើនទេតាមពិតបរិសុទ្ធដែលបែតតីលើនាងគឺមានច្រើនជាងស្ត្រីធម្មតាប៉ុន្តែក្នុងន័យនេះសំដៅថាបរិសុទ្ធដែលស័ក្តិសមជាគូនឹងនាងគឺមានដៅកម្រព្រោះអ្វីព្រោះតែនាងមានចំណេះដឹងនេះហើយទើបនាងអាចមើលដឹងថាបរិសុទ្ធណាល្អស័ក្តិសមធ្វើជាគូនឹងនាងមិនមែនផ្ដោតលើបរិសុទ្ធដែលរៀនសូត្រចេះដឹងប្រហែលនាងឬលើសនាងនោះទេប៉ុន្តែគោលដៅសំខាន់ជាងនោះគឺគុណភាពចំណេះដឹងរៀនបានខ្ពស់ឬអត់មិនសំខាន់គុណភាពការយល់ដឹងនាងចង់បានបរិសុទ្ធដែលមានការយល់ដឹងជ្រៅជ្រះទាំងផ្លូវចិត្តនិងផ្លូវគំនិតផ្លូវចិត្តគឺចិត្តល្អជាផ្លូវគំនិតគឺគំនិតល្អចំណុចនេះគ្រប់ស្ត្រីទាំងអស់រមែងប្រាថ្នាចង់បានប៉ុន្តែបានដូចចិត្តឬអត់វាអាស្រ័យលើការមើលហើយមើលត្រូវឬអត់វាអាស្រ័យលើនាងមានចំណេះដឹងកម្រិតណាឬគូស្រករមួយនេះមិនមែនជារឿងលេងសើចទេបើគិតថាជារឿងសាមញ្ញវាមិនធំដុំប្រហែលជាក្នុង10ឆ្នាំយើងអាចផ្លាស់ប្ដូរដៃគូជីវិតបានទៅដល់10នាក់ឯណោះហើយតម្លៃកិត្តិយសរបស់យើងគឺវាស្ថិតត្រឹមកម្រិតនឹងដែរតែគូជីវិតមិនមែនជាអារម្មណ៍ស្នេហាមួយឆាវនោះទេតែស្មើនឹងពាក្យថាដាក់ជីវិតក្នុងនាមខ្ញុំជាបរិមម្នាក់ខ្ញុំពិតជាបែតតីនារីដែលមានចំណេះដឹងខ្ពស់ប៉ុន្តែបើសួរថាខ្ញុំហ៊ានឬអត់គឺខ្ញុំអត់ហ៊ានទេព្រោះខ្ញុំគិតថាស្ត្រីដែលរៀនសូត្របានចេះដឹងគឺស័ក្តិសមទទួលបានការគោរពខ្លាំងជាងអារម្មណ៍ស្នេហាខ្ញុំនៅតែលើកទឹកចិត្តស្ត្រីគ្រប់រូបឲ្យប្រឹងប្រែងរៀនសូត្រនិងមានចំណេះដឹងខ្ពស់ហើយការសម្រេចចិត្តរើសគូស្រករដោយតឹងរ៉ឹងជាទីបំផុតគឺរើសបរិសុទ្ធដែលល្អដែលស័ក្តិសមរើសបរិសុទ្ធដែលមានសមត្ថភាពព្រោះរឿងគូជីវិតនេះគឺស្មើនឹងពាក្យថាដាក់ជីវិត